Facebook បាទត្រូវបានចាប់ផ្ដើមបិទបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជារបស់យើងបងប្អូនដោយសារតែបងប្អូនជាច្រើនក៏បានបាត់ account អ្នកខ្លះក៏បាត់អ្នក follower ដោយសារតែគេបាទធ្វើការបិទបាទក្នុងប្រទេសកម្ពុជារបស់យើងតាក់ទងទៅនឹងបាទគេចូលរួមសហការជាមួយនឹងធ្វើសហប្រតិបត្តិការអង់គ្លេសសហរដ្ឋអាមេរិកបាទជាមួយនឹងក្រុមហ៊ុន Meta ហ្នឹងគេដើម្បីត្រួតពិនិត្យស៊ើបអង្កេតព្រោះថាប្រទេសកម្ពុជាយើងមានឈ្មោះមិនល្អបាទជាទឹកដីដែលអក្រិតជនហើយជាកន្លែងបាទឆបោក scammer ឬក៏វាថាលួចលុយតាមប្រព័ន្ធ digital ផ្សេងធ្វើការប្រើប្រាស់តាមប្រព័ន្ធបណ្ដាញសង្គមនឹងឯងអញ្ចឹងហើយគេក៏បានបិទហើយបងប្អូនខ្លះក៏បានបាត់បាទដូចតែខ្ញុំបាត់ដែរ account របស់ខ្ញុំទាំង page អីគឺទៅទាំងអស់តែម្ដងគឺចូលមិនកើតតែបើសិនយើងវាយបាទលេខទូរស័ព្ទឬក៏ email អីចឹងគឺវាលោតចេញមកគឺចង់ឲ្យវាដាក់ we couldn't find your account អញ្ចឹងឯណាហើយជួនកាលទៅក៏វាដាក់ load expire អីចឹងណាហើយ account disable អីហើយវាក៏បានសរសេរប្រាប់ដែរនេះបងប្អូនវាថាគណនីរបស់យើងហ្នឹងគឺវាបិទរយៈពេល1ខែអីសិនដល់តម្រាំទៅរួចរាល់ហើយយើងអត់ដឹងថាដល់ពេលដែលវាបើកឲ្យវិញហ្នឹងយើងមិនដឹងថាយកវិញបានឬអត់ទេអញ្ចឹងបងប្អូនអរគ្នាអ្នកខ្លះគាត់អាចបង្កើត account ថ្មីបានហ្នឹងប៉ុន្តែចាប់ពីថ្ងៃទី16កាលពីថ្ងៃ16គឺនៅពេលបាទល្ងាចម៉ោងចូល7ហើយគឺខ្ញុំបានដាច់ឲ្យខ្ញុំបង្កើត account ថ្មីនៅពេលដែលបង្កើត account ថ្មីបាទបានដូចជាអត់ដល់មួយយប់ទេបងប្អូនព្រឹកឡើងបាទបង្កើតពេលយប់ម៉ោង 9-10 ចឹងហើយក៏លេងបានខ្លះទៅប្រហែលម៉ោងទៅមកក៏ដាច់ account ថ្មីក៏ដាច់ទៀតអញ្ចឹងគឺគេបិទរហូតហើយចំពោះលេខទូរស័ព្ទឬក៏ email របស់យើងអីគឺដាក់មិនក៏កើតដែរអញ្ចឹងដូចគេផ្ដាច់ទាំងអស់តែម្ដងដូច្នេះហើយបងប្អូនអរគ្នាបាទយើងបាទមានតែបាទទៅផ្លូវ YouTube អីចឹងទេហើយក្នុងការតំណគ្នាវិញយើងងាកទៅប្រើប្រាស់បណ្ដាញសង្គមផ្សេងក្រៅពី Facebook ក្រុមហ៊ុន Meta នេះទៅបងប្អូនចំពោះបងប្អូនខ្លះបាទគាត់ថាតើទិញ Blue Verify អីចឹងបងប្អូនខ្ញុំធ្វើអាចឆ្អន់ឲ្យចូលទៅកន្លែងបង្កើត email ថ្មីដាក់ឈ្មោះថ្មីហើយដាក់ឲ្យត្រូវជាមួយអត្តអីចឹងណាហើយឈ្មោះយើងឲ្យត្រូវមួយអត្តថ្ងៃខែខ្ញុំក៏ឲ្យត្រូវទាំងអស់ក៏នៅតែគេអត់ឲ្យដែរបងប្អូនហើយដោយសារអីគឺគេបាទគេធ្វើប្រតិបត្តិការសហការជាមួយនឹងក្រុមហ៊ុនអាមេរិកលៀងដើម្បីកម្ចាត់ជនឆបោកនៅក្នុងប្រទេសកម្ពុជារបស់យើង